ជាមិននឹកស្មានដល់ថាដើម្បីតែបងអូនត្រូវត្រឡប់ទៅធ្វើជាស្ត្រីមេផ្ទះវិញនោះទេហើយបងឯងធ្វើអីហ្នឹងមិនក៏មកចាប់រៀនតាមខ្ញុំទៅអូនមិននឹកស្មានដល់ទេថាដើម្បីតែបងអូនត្រឡប់ទៅធ្វើជាស្ត្រីមេផ្ទះវិញក៏ប៉ុន្តែបងបែរជាក្បត់អូនទៅវិញប្រពន្ធសម្លាញ់គឺបងអ្វីស្មារតីមួយគ្រានាងទៅវិញទេដែលចង់តាក់ទងបងសូមស្បត់ថានៅក្នុងចិត្តរបស់បងគឺមានតែអូនតែម្នាក់គត់សូមអូនទៅឱកាសបងម្ដងទៀតទៅពេលដែលមនុស្សប្រុសលួចមានស្រីហើយត្រូវបរាជ័យគេប្រកាសជាលុតជង្គង់ត្រូវតែឆ្លៀតឱកាសមួយនេះគ្រប់គ្រងគេឲ្យបានអញ្ចឹងក៏បានបងចង់ហត្ថលេខានៅលើកិច្ចសន្យាមួយនេះទៅអូនប្រកាសជាអធិស្ឋានឲ្យបងមនុស្សប្រុសតែងតែចាត់ទុកការសង្ស័យរបស់មនុស្សស្រីគឺជាចំណុចខ្សោយបងចោះតែលេខាក៏ប៉ុន្តែគេមិនឃើញទេថាកិច្ចសន្យាដែលមនុស្សស្រីឲ្យគេចុះហត្ថលេខាវាគឺជាលិខិតផ្ទេរទ្រព្យសម្បត្តិទាំងអស់ឲ្យមកខាងប្រពន្ធទាំងអស់នេះវាគឺជាផ្នែកមួយនៃកងត្រាលេងណាគ្នាឯងត្រូវតែសុំគេទៅធ្វើការអូនចង់ទៅធ្វើការអូននៅផ្ទះរៀបចំផ្ទះមិនល្អទេអីមនុស្សប្រុសតែងតែគិតថាមនុស្សស្រីនៅផ្ទះធ្វើម្ហូបដាំបាយមើលកូនគឺជាការងារដែលស្រណុកក៏ប៉ុន្តែគេបែរជាមិនដឹងទេថានៅលើលោកនេះគ្មានមនុស្សស្រីណាដែលមិនលំបាកនោះទេតែមានតែប្រពន្ធនោះទេដែលអាចអត់ទ្រាំការងារទាំងអស់នេះបានបងត្រឡប់មកវិញហើយតែបំផុតអូនបានសម្រាប់អីមានអ្វីគួរអស្ចារ្យទៅគ្រាន់តែមើលកូនហ្នឹងការងារនៅក្នុងផ្ទះគឺជាការងារដែលធ្វើ24ម៉ោងមិនចេះចុងក៏ប៉ុន្តែបែរជាត្រូវបានគេមើលងាយថាជាការងារដែលគ្មានប្រយោជន៍អត់បានការបងខែនេះអូន4000តើលុយទាំងអស់ហ្នឹងចាយទៅណាអីវ៉ាន់នៅក្នុងផ្ទះបងថ្លៃស្លាតែមិនត្រូវការលុយឬពេលដែលអូនសុំលុយបងគឺពិបាកខ្លាំងណាស់ទោះបីជារកអ្នកបម្រើក៏ត្រូវតែបើកប្រាក់ខែពួកគេដែរមិនក៏អូននិយាយអញ្ចឹងពួកយើងគឺជាគ្រួសារតែមួយអ្នកបម្រើមិនអ្នកបម្រើស្អីការងារដើម្បីមើលកូននៅផ្ទះគឺជាការងារដែលបម្រើពេលដែលអូនសុំលុយបងចាំមិនក៏បងមិននិយាយថាគ្រួសារតែមួយដែរបានហើយឆាប់បញ្ចុកបាយកូនទៅបងញ៉ាំឆ្អែតហើយមួយថ្ងៃដំបូងអ្វីៗគឺល្អទាំងអស់ក៏ប៉ុន្តែ10ឆ្នាំក្រោយមកអ្វីៗក៏ប្រែប្រួលទាំងអស់តើបងមិនយល់ព្រមទេបងយល់ព្រមទៅខាងក្រៅធ្វើការអូនប្រកាសជាដឹងថាលំបាកប៉ុណ្ណាហើយពេលហ្នឹងអូនប្រកាសជាសុំបងត្រឡប់មកផ្ទះវិញហើយធ្វើឲ្យខ្ញុំយំស្ទើរតែដកដង្ហើមមិនបានកាលពីមុនខ្ញុំខ្លាចគេមានស្រីក៏ប៉ុន្តែឥឡូវនេះបងតើឲ្យគេមានស្រីទេលើកនេះឯងនឹងខ្លាចទៅជាណាមដែលមានលុយម្នាក់ហើយនេះគឺជាជំហានទី1ចុះតមកទៀតតើគួរធ្វើអីទៅបងសម្លេងតើយំនេះបងទៅកម្មវិធីអ្វីដែរតែយកអូនទៅជាមួយបានទេបានហើយបងគិតថាអូនគឺជាប្រពន្ធដែលធ្វើការងារផ្ទះប្រកាសជាធ្វើឲ្យបងខ្មាស់គេហើយដូច្នេះហើយបានជាណែយកលុយទាំងអស់នេះទៅទិញកៅអៅថ្មីទៅប្តីសម្លេងបងពិតជាចិត្តល្អណាស់អញ្ចឹងបងទៅធ្វើការហើយខ្ញុំយកបានហើយអញ្ចឹងពួកយើងថ្ងៃនេះត្រូវតែចាយអស់មួយនេះហើយមួយនេះទៀតអញយកទៅលើទៅមិនក៏ច្រើនខ្លាំងមកលើឆាប់ឲ្យលឿនទៅខាងថ្លៃណាខ្ញុំកាលពីមុននៅផ្ទះធ្វើម្ហូបហ្នឹងគឺមិនដែលហ៊ានពាក់កៅអៅបែបនេះទេមុនពេលដែលរៀបការធ្វើការនៅផ្ទះឯងកាលពីមុនធ្លាប់ជានិស្សិតរៀបបញ្ចប់បរិញ្ញាបត្រពីសាលាដ៏ល្បីមួយដើម្បីតែគ្រួសាររបស់ឯងលះបង់ទាំងអស់ហើយលុយទាំងអស់នេះវាគឺស័ក្តិសមសម្រាប់ប៉ាពើជូនឯងវិញប្រើវាឲ្យបានល្អវានឹងជួយឯងទៅមុខឯងត្រូវតែហោះឲ្យបានខ្ពស់តាមតែអាចធ្វើទៅបានសួស្តីខ្ញុំចង់ទិញផលិតផលថែសម្រស់ដែលល្អជាងគេនេះគឺជាឯកសារដែលឯងត្រូវការយប់នេះខំប្រឹងឡើងគាត់គឺជាអ្នកប្រធានវងអ្នកស្រីប្រធានវងនេះគឺជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំអរគុណលោកប្រធានវងចាប់តាំងពីពេលដែលខ្ញុំបញ្ចប់ការសិក្សាភ្លាមខ្ញុំក៏បានបោះទុនទៅលើក្រុមហ៊ុនរបស់លោកហើយខ្ញុំប៉ុន្មានឆ្នាំមកនេះក៏តាមមើលក្រុមហ៊ុនរបស់លោកដែរខ្ញុំតែងតែរៀនពីអ្នកទាំងពីររហូតនឹងសូមអ្នកទាំងពីរជួយចែករំលែកបទពិសោធន៍ឲ្យពួកខ្ញុំផងអាចធ្វើការជាមួយអ្នកទាំងពីរគឺជាកិត្តិយសរបស់ពួកយើងទៅហើយគ្មានបញ្ហាទេមកពួកយើងផឹកស្មានមិនដល់ទេថាឈីងឈွန်ពីមុនខ្ញុំឮថាប្រពន្ធរបស់ឯងនៅតែផ្ទះមើលតែកូនទេក៏ប៉ុន្តែតាមពិតទៅរឿងរស់ស៊ីនាងពិតជាដឹងច្រើនណាស់ពិតមែនហើយមិនក៏អូនដឹងរឿងទាំងអស់នេះគឺដើម្បីតែស័ក្តិសមជាមួយនឹងបងនឹងណាលោកប្តីអ្នកស្រីប្រធានចិនខ្ញុំនឹងថាអ្នកស្រីគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនរចនាមួយនឹងតែអ្នកស្រីអាចផ្ដល់ការខ្ញុំមកទេសូមអ្នកស្រីពិនិត្យមើលនេះគឺជាស្នាដៃរបស់ខ្ញុំ
ប្រសិនបើខ្ញុំជ្រើសរើសសហការជាមួយនាងក៏ដូចជាសហការជាមួយនឹងក្រុមហ៊ុនឈីងឈွန်ដែរទេក៏ដូចជាធ្វើការជាមួយនឹងក្រុមហ៊ុនមិត្តភ័ក្តិរបស់ខ្ញុំចឹងសាជីបើប្រៀបជាមួយនឹងឈីងឈွန်គឺខ្ញុំជឿជាក់ទៅលើនាងជាងនាងជាងអញ្ចឹងខ្ញុំយល់ហើយអបអរសាទរអញដែលទទួលបានកិច្ចសហការមួយនឹងការងាររបស់ពួកយើងគឺឈានមួយជំហានទៅមុខទៀតហើយសាជីអញជួយមកខ្ញុំដូចជាត្រូវពេកហើយប្រកាសណាមនុស្សស្រីត្រូវតែមានភាពឯករាជ្យខាងផ្នែកហិរញ្ញវត្ថុដល់ខ្លួនឯងសំណាងឲ្យដែលអញប្រាប់ខ្ញុំថាកុំឲ្យលេងលះជាមួយនឹងគេលឿនពេកបើមិនអញ្ចឹងទេបន្ទាប់ពីខ្ញុំលេងលះជាមួយគេហើយក៏ប្រកាសជាចាប់ផ្ដើមការងារថ្មីក៏មិនដឹងថាលំបាកប៉ុណ្ណាទេលេងលះគឺមិនមែនជាគោលដៅរបស់ពួកយើងទេក៏ប៉ុន្តែរស់នៅឲ្យបានល្អទើបជាគោលដៅរបស់ពួកយើងតាមពិតទៅថ្ងៃនេះគឺជាថ្ងៃល្អរបស់ពួកឯងទាំងពីរហើយក្រែងឯងចោលឲ្យគេលួចមានស្រីចុះហត់តលេខាងលេងលះនេះទៅ អូនពិតជាចង់លេងលះជាមួយបងមែនលេងលះជាមួយបងហើយតើអូនមានលុយដែរ កុំភ្លេចថាលោកបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាមួយខ្ញុំហើយអ្នកដែលគួរតែបារម្ភនោះគឺជាលោក តើមានន័យថាយ៉ាងម៉េច នៅក្នុងដៃរបស់ខ្ញុំគឺមានផតតាំងដែលលោកបានលុយក្បត់ខ្ញុំពីក្រោយខ្នងបើតាមកិច្ចព្រមព្រៀងធានារ៉ាប់រងការលេងនេះលោកសុំបីតែមួយកាប់បិសិនក៏មិនបានដែរ ធនីរ៉ាប់រងអាចជួយអ្វីអូនបានតាមផ្លូវច្បាប់ នេះគឺជាក្រាស់គូពីតែប៉ុណ្ណោះ អាឡូស្អីគេកងត្រាទៅលុបចោលហើយរឿងលោកមានស្រីត្រូវបានបែកធ្លាយហើយ